ការពីឆ្នាំទៅមិញគឺមានប្រភេទសត្វអញ្ចឹងដែរតែវាធំមកប៉ុនបាតដៃវានៅក្រោយទូក្រោយនៅក្រោយម៉ាស៊ីនត្រជាក់របស់ខ្ញុំអញ្ចឹងខ្ញុំក៏ខលហៅមេហើយមេគាត់ថាគាត់ដឹងហើយអញ្ចឹងខ្ញុំគាត់ហៅអ្នកជំនាញមកឲ្យចាប់ចាអ្នកជំនាញគេពាក់ដូចជាទៅយកឃ្មុំណាប្រភេទអ្នកធ្វើការបានអញ្ចឹងគេមកចាប់គេពាក់ហុំទីឃ្មុំហ្នឹងអ្នកនរគ្នាគេយកឡានមកយកអីមកចាគាត់ថាអញ្ចឹងលោកគ្រូឲ្យមានសត្វអញ្ចឹងទេខលហៅគាត់ទៀតកុំធ្វើដល់ខ្លួនឯងប្រយ័ត្នវាតិចវាអីវាមានក្តៅខ្លួនវាគ្រោះថ្នាក់វាពឹសវាមានអីអញ្ចឹងណាគាត់ប្រាប់យើងអញ្ចឹងចាពស់ក៏ដោយបើឃើញកុំចាប់ខ្លួនឯងឧទាហរណ៍បើសើឃើញវាឡើងលើណាដូចក៏វានៅកន្លែងណានៅកន្លែងផ្ទះយើងកុំចាប់ខ្លួនឯងគាត់ថាខលហៅគាត់ហៅអ្នកជំនាញគេមកចាប់ពីព្រោះសត្វទាំងអស់វាមានគ្រោះថ្នាក់គាត់និយាយអញ្ចឹងណាចានៅជប៉ុនគឺអញ្ចឹងមានអ្នកជំនាញចាប់ពស់ចាប់ក្អែបចាប់កន្លាតចាប់អីទៀតណាបើសិនមានច្រើនគឺហៅគេទៅគេមកហើយខ្វះតែលុយទេចាមេដល់ពេលថ្នមពេកទៅសាឡាតអីលែងចេះចាប់អស់ប៉ុន្តែនៅកន្លែងខ្ញុំគឺនៅក្នុងផ្ទះខ្ញុំនេះគឺមានវិរៈនារីចាមិនចាំបាច់ហៅអ្នកជំនាញគាត់អាចចាប់បានដោយខ្លួនឯងចាមើលទឹកដៃក៏អេមសេមតែម្ដង